Yeah đi vợ ở ngày này trong tranh mà đi rộng pi mà nước chung mình luôn được nông màจะทานđượcខ្ញុំធ្លាប់បានជួបវាមានទាំងមនុស្សល្អហើយនិងមនុស្សអាក្រក់នៅក្នុងសង្គមដែលបណ្ដុំពេញទៅដោយនោះចាញ់បែបរាប់អានមនុស្សយើងមិនអាចមើលពួកគេត្រឹមតែភ្នែកឬចេះបែងចែកថាអ្នកណាដែលស្មោះត្រង់យើងប្រាកដបើជួបស្មោះគឺប្រាកដខលឲ្យផុតគុំពាក់ព័ន្ធទៅបន្តបើជួបនោះអត្រូវបន្តថែរក្សាពីស្មោះត្រង់ត្រូវចេះតម្រង់ពីស្មោះត្រង់ឲ្យវាត្រង់ទើបវាបានយូរអង្វែងដូចជាមនុស្សអាចនៅរស់ក្នុងការពិតអាចកំរស់ក្នុងតែភាពនឹងសំដែងយេអត់ដឹងនិយាយថាម៉េចទេជីវិតមួយនេះជួបតែពួកអាសម្ដែងជួបតែពួកអាហ្វេកនៅក្នុងសង្គមដែលខ្ញុំធ្លាប់ហើយឆ្លងសម្បូរណាស់ពួកអាហ្វេកចាំនោះចាប់ពីក្រោយខ្នងហើយនៅក្រៅហើយខ្ញុំមិនស្ទើរតែបងបន្តែនៅពីក្រោយខ្នងវានិយាយដល់អ្នកខ្លះទៀតរាប់អានយើងសុំមិនឃើញតែផលប្រយោជន៍មកពួកអាខ្មោចឈ្មោះអាសក់ចេញឲ្យផុតអញមិនចង់តែពាក់ព័ន្ធកុំចង់បំភាន់ផ្លូវជីវិតអញគឺជាអ្នកតម្រង់កុំចង់បន្លំពីស្មោះត្រង់ហើយក៏ថាអញមិនដឹងធ្វើចេញឲ្យផុតពួកអាសត្វឯងមិនស្មើនឹងក្បាលលឹងពួកឯងត្រូវដឹងធ្វើមនុស្សឯងទៅរួមមានសច្ចៈកុំព្រោះតែប្រាក់ធ្វើឲ្យបាច់បាក់នៅមិត្តភាពហើយរឿងមួយទៀតដែលអញចង់ប្រាប់ធ្វើជាមនុស្សទៅរកឲ្យថ្លៃកម្រិតមួយសត្វយេសន្តាំពួកខ្ញុំជួបនឹងមនុស្សល្អរាប់អានគ្នាដោយទឹកចិត្តស្មោះសរមិនដែលគិតថាខ្មៅឬក៏សហើយក៏មិនដែលគិតថាមានឬក្រនេះហើយគឺជាស្នូលតម្លៃនៃការរាប់អានបើជួបហើយត្រូវរក្សាវាឲ្យបានព្រោះតែការរាប់អានត្រូវមានភាពស្មោះត្រង់ចឹងមិនថាជីវិតយើងម្នាក់សិតតែដូចគ្នាកម្របានជួបមនុស្សល្អពីច្រើនគឺជួបតែមនុស្សដែរ fake បោកប្រាស់ហើយបទចម្រៀងមួយបទនេះដែរខ្ញុំគ្រាន់តែចង់ប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាថានៅក្នុងសង្គមដែលបណ្ដុំពេញទៅដោយមនុស្សច្រើនបែបរាប់អានមនុស្សយើងមិនអាចមើលពួកគេត្រឹមតែភ្នែកត្រូវចេះបែងចែកថាអ្នកណាដែលស្មោះត្រង់យើងប្រាកដបើជួបស្បត់គឺប្រាកដថយឲ្យផុតគុំពាក់ព័ន្ធក៏បន្តបើជួបនោះល្អត្រូវបន្តថែរក្សាពីស្មោះត្រង់ត្រូវចេះតម្រង់ពីស្មោះត្រង់ឲ្យវាត្រង់ទើបវាបានយូរអង្វែងធ្វើជាមនុស្សអាចនៅរស់ក្នុងការពិតអាចកំរស់ក្នុងតែភាពនឹងសំដែងពួកខ្ញុំជួបនឹងមនុស្សល្អរាប់អានគ្នាដោយទឹកចិត្តស្មោះសរមិនដែលគិតថាខ្មៅឬក៏សហើយក៏មិនដែលគិតថាមានឬក្រនេះហើយគឺជាស្នូលតម្លៃនៃការរាប់អានបើជួបហើយត្រូវរក្សាវាឲ្យបានព្រោះតែការរាប់អានត្រូវមានភាពស្មោះត្រង់